Hello សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសាជាថ្មី Video Resource នៅថ្ងៃនេះថ្ងៃនេះដែរគឺខ្ញុំមានវីដេអូក៏ដូចជាគន្លឹះនៃចំណេះដឹងថ្មីមួយដែលខ្ញុំគិតថាបង្ហាញអ្នកទាំងអស់គ្នាគឺល្អខ្លាំងមែនទែនបងប្អូនដែលជាពិសេសប្រើប្រាស់នៅគណនី True Money ប្រសិនបើបងប្អូនប្រើនៅក្នុងគណនីទូរស័ព្ទដៃថ្មីហើយបងប្អូនទាំងអស់គ្នាចង់ log in សារថ្មីអីចឹងណារបៀបនៃការ log in ឬក៏អ្នកនរគ្នាអត់ចង់ប្រើគណនីនឹងនៅក្នុងទូរស័ព្ទចាស់ចង់មកប្រើនៅទូរស័ព្ទថ្មីរបស់យើងទាំងអស់គ្នាចឹងវីដេអូនេះខ្ញុំសង្ឃឹមថាអាចជួយអ្នកទាំងអស់គ្នាបានក្នុងការដោះស្រាយនៅការ log in របៀបនៃការចូលទៅកាន់គណនីរបស់យើងមួយនឹងដូច្នេះសូមកុំភ្លេចចុច like subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗបែបនេះថ្មីជារៀងរាល់ថ្ងៃពី Channel Video Resource ស្ដីអំពីការរកលុយតាម online free ហើយនឹងចំណេះដឹងផ្សេងទៀតពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដៃផ្សេងជារៀងរាល់ថ្ងៃដែលផុសនៅរៀងរាល់ម៉ោង 5 ល្ងាចផងដែរសូមអរគុណអញ្ចឹងការ log in នេះបងប្អូនទាំងអស់គ្នាអាចចូលមកកាន់ app True Money បានខ្ញុំបាន sign out ខ្ញុំបាន log out ចេញបាត់ហើយ log out នេះមូលហេតុគឺដើម្បីបង្ហាញបងប្អូននឹងឯងដើម្បីបង្ហាញថាតើការ log in របស់យើងបាន 100% ពិតប្រាកដឬអត់ចឹងណាអូខេខ្ញុំបាន log out ហើយខ្ញុំនឹងលុបទាំងកម្មវិធី True Money នេះម្ដងទៀតដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាឲ្យកាន់តែច្បាស់ថាយើង down ពី Play Store ឬក៏ App Store ដំបូងហើយយើងមានគណនីរួចហើយយើងចង់ log in យើងចង់ log ចូលទៅកាន់ការប្រើប្រាស់ជាមួយនឹងទូរស័ព្ទតើយើងអាច log in បានដែរឬទេអញ្ចឹងខ្ញុំលុបកម្មវិធីមួយនេះចោលឥឡូវនេះខ្ញុំបានបង្ហាញអ្នកនរគ្នាហើយយើងត្រូវការមានកម្មវិធី Play Store ឬក៏ App Store ដើម្បីទៅបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប down app បដ ாய் ព្រោះអីឥឡូវយើងមានករណីយើងបង្កើតយើងធ្វើការចុះឈ្មោះរួចអស់ហើយគ្រាន់ថាយើងច្រឡំដៃនៃការលុបនៃការចង់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃផ្សេងតែយើងធ្វើបែបណាអ្នកនរគ្នាអាចចុចបើក Play Store ឬក៏ App Store របស់បងប្អូនទាំងអស់គ្នាមកដើម្បី download វាសាជាថ្មីឬក៏ទាំងអស់គ្នាត្រៀមនៅក្នុងការ log in តែម្ដងនៅពេលនេះខ្ញុំកំពុងតែ search ឃើញហើយខ្ញុំកំពុងតែ download ដូចគ្នាប្រសិនបើបងប្អូន download រួចហើយអ្នកទាំងអស់គ្នាត្រៀមខ្លួននៅក្នុងការទស្សនាបន្តទៀតដូចគ្នាអំពីរបៀបនៃការ log in ចូលគណនី True Money របស់យើងដែលជាប្រភេទគណនី wallet ងាយស្រួលនៅក្នុងការប្រើប្រាស់ផ្សេងហើយងាយស្រួលនៅក្នុងការផ្ទេរលុយទាំងអស់គ្នាអញ្ចឹងណាខ្ញុំនឹងចុចពាក្យ open នៅកន្លែងនេះបន្ទាប់ពីចុចហើយខ្ញុំចុចពាក្យ allow notification ដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាហើយខ្ញុំនឹងរើសជាភាសាខ្មែរបាទអញ្ចឹងគេដាក់ថាសូមស្វាគមន៍សូមបញ្ចូលលេខទូរស័ព្ទរបស់អ្នកកន្លែងនេះខ្ញុំធ្លាប់បានបង្កើតរួចហើយបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះខ្ញុំគ្រាន់តែបំពេញលេខទូរស័ព្ទរបស់ខ្ញុំលេខទូរស័ព្ទដែលបានភ្ជាប់ដែលបានធ្លាប់បានចុះឈ្មោះបង្កើត True Money រួចហើយយើងអាចមកយកលេខទូរស័ព្ទមួយហ្នឹងហើយត្រៀមលេខទូរស័ព្ទដែលយើងប្រើប្រាស់ក្នុងទូរស័ព្ទដៃផ្ទាល់នៅក្នុងការ verify ផ្ទៀងផ្ទាត់លេខកូដ6ខ្ទង់ផ្សេងឲ្យបានត្រឹមត្រូវដូចគ្នាបើមិនអញ្ចឹងទេអ្នកទាំងអស់គ្នាក៏ log មិនចូលដែរអញ្ចឹងខ្ញុំបំពេញលេខទូរស័ព្ទរបស់ខ្ញុំនៅកន្លែងនេះគឺជាលេខទូរស័ព្ទរបស់ខ្ញុំបងប្អូនទាំងអស់គ្នាអាចទស្សនាហើយឃើញហើយអញ្ចឹងនៅពេលនេះគឺអត់ទាមទារការបំពេញឬក៏ការ verify អីទេគឺថាខ្ញុំ log in ទទួលបានជោគជ័យតែម្ដងប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាភ្លេចលេខកូដបងប្អូនទាំងអស់គ្នាអាចចូលទៅកន្លែងនេះបានហ្នឹងហើយរបៀបយកលេខកូដខ្ញុំបង្ហាញនេះក៏មានពាក់ព័ន្ធជាមួយនឹងការយកលេខកូដដូចគ្នាឧទាហរណ៍ថាខ្ញុំភ្លេចលេខកូដនៅក្នុងការចូលចឹងខ្ញុំនឹងចុចពាក្យផ្លេចលេខកូដនៅកន្លែងនេះហើយគេដាក់ថាទាមទារការផ្ទៀងផ្ទាត់ដើម្បីធានាសុវត្ថិភាពគណនីយើងត្រូវការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកមុនពេលកំណត់ PIN របស់អ្នកឡើងវិញទំនាក់ទំនងទៅផ្នែកបម្រើអតិថិជនរបស់យើងសម្រាប់ជំនួយបងប្អូនទាំងអស់គ្នាត្រូវការផ្ទៀងផ្ទាត់អត្តសញ្ញាណទាំងអស់គ្នាឡើងវិញទាំងអស់ហើយត្រៀមខ្លួនក្នុងការតាក់ទងទៅអ្នកដែលផ្នែកបម្រើអតិថិជនអញ្ចឹងណាជាពិសេសអ្នកនរគ្នាត្រូវត្រៀមជាមួយនឹងអត្តសញ្ញាណបានហើយអ្នកនរគ្នាអាចសរសេរពាក្យមួយចំនួនដែលថាបើសិនជាគេមានកន្លែងឆាតសួរថាមានបញ្ហាអីអ្នកនរគ្នាអាចសរសេរទៅនៅពេលដែលបងប្អូនទាំងអស់គ្នាចុចកន្លែងពណ៌ទឹកក្រូចនេះចឹងណាគឺការយកលេខកូដ4ខ្ទង់នៅក្នុងការចូលគឺបែបហ្នឹងឯងជំរើសគឺមានតែការប្រើប្រាស់ជាមួយនឹងការតាក់ទងទៅកាន់ផ្នែកបម្រើអតិថិជនទេទើបបងប្អូនទាំងអស់គ្នាអាចចាប់ផ្ដើមជាមួយនឹងការផ្ទៀងផ្ទាត់បន្តទៀតហើយចូលទៅកាន់នៃបងប្អូន direct ខ្ញុំគិតថានៅកន្លែងតាក់ទងនេះបើសិនបើតាក់ទងទៅចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃ
សុខម៉ោងធ្វើការរបស់ក្រុមហ៊ុនគឺអ្នកនរគ្នាមានភាគរយច្រើនក៏ដូចជាមានភាពរហ័សនៅក្នុងការតាក់ទងទៅកាន់បងដែលគាត់ធ្វើការផ្នែកបម្រើអតិថិជនអញ្ចឹងអាចតាក់ទងទៅលេខទូរស័ព្ទយើងផ្ទាល់រូបពិតរបស់យើងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលយើងធ្លាប់ verify ជាមួយគណនីហ្នឹងបន្ទាប់មកក្រុមហ៊ុនគាត់នឹង check document ឯកសាររបស់យើងមួយចំនួនហើយអ្នកនរគ្នាត្រៀមខ្លួននៅក្នុងការទទួលយកឬក៏អាចថាមាន link មួយនៅក្នុងការ reset លេខកូដទាំង4ខ្ទង់របស់យើងហើយបន្ទាប់ពីគេ approve ឬក៏ទទួលស្គាល់ហ្នឹងអញ្ចឹងកន្លែងយកលេខផ្លេចបើសិនជាអ្នកនរគ្នាផ្លេចលេខកូដ4ខ្ទង់ហ្នឹងចុចកន្លែងផ្លេចលេខកូដហើយតាក់ទងទៅផ្នែកបម្រើសេវាកម្មអតិថិជនទៅអ្នកនរគ្នានឹងអាចតាក់ទងបានទៅមកវិញហើយគ្រាន់ថាត្រៀមឯកសារដូចជាបស្ញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់យើងរូបថតផ្សេងហើយត្រៀមមុខរបស់យើងហើយទូរស័ព្ទដៃរបស់យើងទៅរកកន្លែងភ្លឺដើម្បីត្រៀម scan ផ្សេងបើសិនជាគេទម្លាក់ link ឲ្យនេះគឺជាការ reset ឬក៏ restore លេខកូដ PIN ទាំង4ខ្ទង់ដែលយើងធ្លាប់បានបង្កើតតែយើងភ្លេចឬក៏បាត់បង់ចុចមិនត្រូវអញ្ចឹងគឺអ្នកនរគ្នាគឺពិបាកតិចហើយនៅកន្លែងហ្នឹងត្រូវការតាក់ទងទៅពួកគាត់កន្លែងបញ្ចូលលេខកូដនេះដូចខ្ញុំបានបង្ហាញខ្ញុំនៅចាំបានលេខកូដរបស់ខ្ញុំគឺធ្លាប់ដាក់ពេលដែលបងប្អូន log in បងប្អូនបំពេញលេខកូដ4ខ្ទង់ឲ្យតែត្រូវទៅអ្នកនរគ្នានឹងអាច log in ចូលបន្តទៀតបានហើយនេះគឺជាលេខនៃការ log in របស់ខ្ញុំហើយគេនៅកន្លែងនេះគេត្រូវការ scan មុខរបស់យើងម្ដងទៀតដើម្បីចូលទៅក្នុងកម្មវិធីបើអ្នកនរគ្នាអត់ scan គឺចូលអត់កើតទេដើម្បីចូលកម្មវិធីរហ័សបើអ្នកនរគ្នាអត់ scan ទេគឺអ្នកនរគ្នាចុចពាក្យទេអរគុណនេះក៏បានដើម្បីចូលកម្មវិធីជាគេដាក់ scan មុខដើម្បីចូលកម្មវិធីហើយយើងចុចដំណើរការមុខងារមួយហ្នឹងទៅអញ្ចឹងខ្ញុំយកពាក្យដំណើរការមុខងារមួយហ្នឹងហើយគេដាក់ថា do you want to allow True Money Cambodia to use Face ID អញ្ចឹងខ្ញុំចុចពាក្យ allowកន្លែងនេះបន្ទាប់មកខ្ញុំបានឃើញហើយនេះគឺជាកណនីរបស់ខ្ញុំហើយខ្ញុំបានចូលមកកាន់កណនីរបស់ខ្ញុំវិញរួចរាល់ជាស្រេចតែម្ដងបន្ទាប់ពីធ្វើការ sign in ជាមួយនឹងដំណាក់កាលដូចជាបំពេញលេខទូរស័ព្ទរបស់ខ្ញុំបំពេញលេខផ្សេងបំពេញលេខកូដ PIN 4ខ្ទង់ហើយបន្ទាប់ពីបំពេញលេខកូដហើយខ្ញុំធ្វើការ scan មុខដើម្បីចូលមកវិញកណនីចូលនេះដូចខ្ញុំបានបញ្ជាក់ចឹងវាមានភាពងាយស្រួលហើយអត់សាំញ៉ាំទេបងប្អូនទាំងអស់គ្នាចំពោះបងប្អូនដែលប្រើកណនី True Money ចឹងរបៀបដែលដំណើរការគឺបែបនឹងឯងគឺអត់មានអីដែលថាធ្វើឲ្យយើងស្មុគស្មាញទេគ្រាន់ថាយើងតម្រូវចាំ PIN បាទលេខ PIN ទាំង4ខ្ទង់ដែលយើងប្រើសម្រាប់វេលុយសម្រាប់តបពី scan អីវ៉ាន់អីហ្នឹងយើងចុចសម្រាប់វេលុយហ្នឹងត្រូវតម្រូវឲ្យចាំលេខមួយហ្នឹងឯងដើម្បីយើងងាយស្រួលនៅក្នុងការប្រើប្រាស់នៅក្នុងការធ្វើជាមួយនឹងរបៀប log in ជាមួយនឹងការ log in ចូលទៅកាន់គណនីរបស់យើង direct ដូចខ្ញុំបង្ហាញសម្រាប់បងប្អូនដែលភ្លេចគឺរៀងពិបាកបន្តិចហើយចំពោះនៅត្រង់កន្លែងដែល log in ហ្នឹងគឺអាចថាបងប្អូនទាំងអស់គ្នាមិនងាយស្រួលនៅក្នុងការចូលនៅឡើយបើសិនជាភ្លេចតាក់ទងទៅកាន់ផ្នែកបម្រើនៃសេវាកម្មអតិថិជនទៅដើម្បីឲ្យគាត់ដោះស្រាយហើយឥឡូវនេះយើងមានការចូលគណនីរបស់យើងរួចរាល់ហើយខ្ញុំចុចខ្វែង promotion របស់គេហើយគាត់បង្ហាញបន្តទៀតដូចគ្នាមានតែមើលទៅយើងចុចបន្តឲ្យតែបានត្រឹមត្រូវទៅមានងាយច្រើនមានកន្លែងបង្ហាញអីផ្សេងQR code បាទហើយឥឡូវនេះ menu ក៏បាន load មកវិញហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ឃើញទស្សនាវីដេអូដទៃផ្សេងទៀតពាក់ព័ន្ធជាមួយនឹង True Money កុំភ្លេចចុច like subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗបែបនេះថ្មីជារៀងរាល់ថ្ងៃពី Channel VD Resource ផងដែរអរគុណអ្នកទាំងអស់គ្នាឥឡូវនេះសម្រាប់ True Money ដោយគឺគេមាន promotion ដូចជាចាប់កាដូពី Santa ហើយយើងអាចបង់វិក័យប័ត្រផ្សេងដែលខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនទាំងអស់គ្នាឆាប់អ្នកនរគ្នាអាចដកប្រាក់និងដាក់ប្រាក់ជាមួយនឹងធនាគារកាណាឌីយ៉ាឬក៏អ្នកនរគ្នាអាចដកប្រាក់ឬក៏ដាក់ប្រាក់ជាមួយនឹងទីតាំង True Money ដែលនៅជិតបងប្អូនទាំងអស់គ្នាបំផុតខ្ញុំដឹងថានៅជិតផ្ទះបងប្អូនទាំងអស់គ្នានឹងមាន True Money ហើយមិនអត់ទេបងប្អូនទាំងអស់គ្នាគឺថាអាចថានៅជិតឬក៏នៅឆ្ងាយអញ្ចឹងទៅអញ្ចឹងទៅអាចដាក់លុយបានដកលុយបានដូចគ្នាជាមួយនឹងគណនី True Money ហើយបើយើងបង្កើតបើអ្នកនរគ្នាអត់តន់ចេះបង្កើតទេសូមទៅមើលវីដេអូខ្ញុំក្នុងការបង្កើតគណនី True Money នេះឲ្យបានពេញលេញដើម្បីជាគន្លឹះចំណេះដែលបន្ថែមបើសិនជាបងប្អូនចង់បង្កើតហើយមិនបាច់ចាំបង្កើតប្រើសម្រាប់អីធំដុំទេបង្កើតសម្រាប់ទុកតាវេលុយទៅមកសម្រាប់បងប្អូនដែលនៅជនបទឆ្ងាយអីហ្នឹងគឺងាយស្រួលទៅក្នុងការប្រើប្រាស់ខ្លាំងមែនតើឥឡូវនេះចឹងបើសិនជាបងប្អូនប្រើហើយការបង្កើតគឺ
មិនមានអីសំញាប់ទេវីដេអូខ្ញុំបាននៅ link description ឬក៏នៅខាងស្ដាំដៃខាងលើនេះដែលអ្នកនរគ្នាមើលយូរៗ load ម្ដងរួចហើយអញ្ចឹងអាចទៅមើលបន្ថែមដើម្បីជាចំណេះដឹងតិចតួចដើម្បីសម្រាប់អ្នកនរគ្នាបង្កើតនៅពេលក្រោយបន្តទៀតដូចគ្នាផងដែរការ login គឺសរុបមកមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាហើយយើងមើលគណនីរបស់យើងនៅកន្លែងនេះសម្រាប់គណនីគឺខ្ញុំបានផ្ទៀងផ្ទាត់ធម្មតារួចហើយវាចាញ់ពណ៌បៃតងដូចគ្នាទាំងរបៀបដំឡើងនៅកម្រិតគណនីទាំងរបៀបនៃការបង្កើតគណនី True Money នៅក្នុងឆ្នាំ2025-26នេះបងប្អូនទាំងអស់គ្នាខ្ញុំបានចេញវីដេអូទាំងអស់សម្រាប់បងប្អូនទាំងអស់គ្នានៅវីដេអូមុនរួចអស់ហើយអញ្ចឹងអ្នកនរគ្នាពេញចិត្តអាចទៅចុចមើល link នៅក្នុង description របស់ខ្ញុំក៏បានដែរបាទអរគុណច្រើនអ្នកនរគ្នានេះគឺជាវីដេអូរបស់ខ្ញុំស្ដីអំពីរបៀបនៃការ log in ឬក៏ចូលគណនីថ្មីរបស់យើងតាមរយៈ app True Money ផ្ទាល់ហើយការ sign in ជាមួយនឹងលេខកូដ PIN 4ខ្ទង់របស់យើងចូលមកក្នុង app True Money ម្ដងទៀត direct ដោយមិនមានបញ្ហាអ្វីទាំងអស់អញ្ចឹងអ្នកនរគ្នាអាចធ្វើបានបើសិនជាចង់ដូរទូរស័ព្ទថ្មីអីមានភាពងាយស្រួលខ្លាំងមែនទែនបាទអរគុណអ្នកនរគ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ដូច្នេះសូមកុំភ្លេចចុច like subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗបែបនេះថ្មីៗជារៀងរាល់ថ្ងៃពី Channel Video Resource ផងដែរអរគុណច្រើនអ្នកទាំងអស់គ្នា